Commander Gushen គឺជា Commander តែមួយគត់នៅក្នុង game HJ Gogo ដែលមានសមត្ថភាពធ្វើឲ្យ hero ដែលមាន synergy 2 ឬ 3 ថ្លៃទៅជា hero ដែលមាន synergy 3 ឬ 4 ដោយគ្នាយើងម្នាក់ៗអត់សូវដកយក Commander នឹងមកលេងទេក៏ដោយសារតែគិតថា Commander នឹងវាអន់តែការពិត Commander Gushen គឺជា Commander មួយដែលខ្លាំងហើយចំណាំមើលអត់ដែលមានពីណាគេទៅណែនាំឲ្យអ្នកនរគ្នាលេង Gushen ទេក៏ព្រោះថា Gushen គឺជា Commander មួយដែលគេយកមកសម្រាប់កើបរែងទៅខ្លួនគេទេតែបើសិនជាគេប្រាប់អ្នកទាំងអស់គ្នានាំគ្នាលេង Gushen ច្រើនអ្នកអញ្ចឹងទៅមួយម៉ាច់ហ្នឹងគឺថាតែដើមគ្នាលេងមកគឺព្រោះថា Gushen នៅពេលដែលយកមកវាអត់មានពិបាកចិត្តរឿងគិតថាត្រូវលេង synergy ណាត្រូវលេង hero ណាអីទេក៏ព្រោះថា Commander Gushen វាផ្ដោតសំខាន់ទៅលើ hero in hand ទាំងពីរ Leo ហើយនិង Visana in hand មួយណាលេងមួយហ្នឹងតែឥឡូវហ្នឹងខ្ញុំនិយាយ skill សិនស្រួលហ្នឹងច្រឡំនិយាយអំពីវិធីលេងមុនទៀតលើ skill ទី1របស់ Commander Gushen មានឈ្មោះថា Light Sigil ដោយ skill នេះហើយដែលមានសមត្ថភាពធ្វើឲ្យ hero របស់យើងឡើងនៅ synergy មួយបន្ថែមទៀតគឺជា synergy ដែលយើងជ្រើសរើសហើយសួរថាយើងជ្រើសរើសមិនតាមបាត់ទៅវាមិនមែនជា synergy ដែលយើងជ្រើសរើសទេតែជា synergy ដែលយើង refresh បានក៏ព្រោះថា skill មួយនេះវានឹងចេញ synergy ចំនួន1ឲ្យយើងជ្រើសរើសតែយើងមានសមត្ថភាពក្នុងការ refresh វា3ដងបើសិនជាយើងអត់ត្រូវការយើងអាច refresh បន្តរហូតដល់ synergy ដែលយើងត្រូវការតែបើសិនជាយើង refresh 3ដងហើយនៅតែអត់បាន synergy ដែលយើងចង់បានអាហ្នឹងគឺយើងសួយហើយមួយវិញទៀតនៅពេលដែលយើងអស់ hero ណាមួយទៅដាក់យក synergy នឹងហើយក្រោយពេលដែលយើងដាក់បាន synergy នឹងទៅលើ hero មួយដែលយើងជ្រើសរើសហើយគឺនឹងទទួលបាន7 goal រឿងមួយទៀតដែលចង់ឲ្យអ្នកនរគ្នាដឹងគឺមួយ hero អាច add synergy ចូលបានតែម្ដងគត់អញ្ចឹងហើយមុនពេលដែលយើង add synergy ណាមួយចូលទៅក្នុង hero carry របស់យើងត្រូវគិតមុនសិនក៏ព្រោះថា skill ទី2របស់ Gushen ពេលដែល Commander Gushen ឡើងផ្កាយ2មានឈ្មោះថា Sigil Resonance នឹងបន្ថែមមកយើងមួយទៀតនៅឆាក synergy មួយហ្នឹងដែលយើងអាចធ្វើការ refresh 3ដងដើម្បីទទួលបាន synergy ដូចគ្នាជាមួយនឹង skill ទី1របស់ Gushen ដែរអញ្ចឹងហើយយើងអាចនិយាយថាវាជាឱកាសទី2បើសិនជាការ refresh synergy លើកទី1របស់យើង fail យើងអត់បាន synergy ដែលយើងត្រូវការយើងអាចនឹងរកបានវានៅពេលដែលយើងធ្វើការ refresh ម្ដងទៀតដោយ skill ទី2របស់ Gushen ហ្នឹងតែពេលខ្លះបើយើងហេងមែនទែនបើចាំ refresh ក៏បានដែរគ្រាន់តែថាចេញមកព្រាមត្រូវមួយ synergy ដែលយើងចង់បានយកមកហើយនេះជាឧទាហរណ៍ដោយសារតែវគ្គនឹង enhance Visana អញ្ចឹងគោលដៅរបស់ខ្ញុំគឺខ្ញុំចង់បាន Stargazer តែដោយអ្នកនរគ្នាបានឃើញអញ្ចឹងថានៅលើក្តារវាគឺជា synergy mate តែដូចគ្នាយើងអាចលេង mate ជាមួយ Stargazer អញ្ចឹងយើងអាចយក hero ដែលមាន synergy Stargazer អស់ចូល mate បានហើយដូចឃើញអញ្ចឹងខ្ញុំអត់ត្រូវការ refresh ទេគឺខ្ញុំបាន synergy Stargazer យកមកអាហ្នឹងខ្ញុំហេងនៅពេលដែល Visana របស់ខ្ញុំចូលជាមួយ synergy Stargazer មានន័យថាគាត់អាចទៅលាក់ load បានច្រើនជាងមុនលឿនជាងមុនប៉ុន្តែប៉ុណ្ណោះគាត់កាន់តែឈឺជាងមុនក៏ដោយសារតែគាត់ជា mate ស្រាប់សម្រាប់កាតរបស់ Commander Gushen គឺស្រួលយល់ខ្លាំងមែនទែនក្រោយពេលដែលយើងជ្រើសរើសយកកាតហ្នឹងហើយយើងនឹងទទួលបាន hub synergy ចំនួន1ដែលមាន synergy 3ក្នុងហ្នឹងឲ្យយើងជ្រើសរើសតែត្រូវចាំថាមិនមែនជា fiction synergy ឬក៏ special synergy ដែលខ្ញុំនិយាយទេគឺជា synergy ធម្មតាវាដូចជា Bruiser Stargazer make អីចឹងឯងពាក់ព័ន្ធជាមួយ skill របស់ Commander Gushen ខ្ញុំបានបញ្យល់អស់ហើយឥឡូវហ្នឹងយើងមកយល់អំពី synergy ដែលត្រូវដកយកមកលេងជាមួយ Commander Gushen នៅ season 6ហ្នឹងវិញសម្រាប់ខ្ញុំលេងបដោតទៅលើ4 synergy វាមានដូចជា make ជាមួយនឹង Stargazer ហើយនិង Weapon Master ជាមួយ Bruiser ដោយបដោតសំខាន់ទៅលើ hero មួយណាដែលត្រូវបាន enhance រវាង Visana ហើយនិង Leomon ចង់ឲ្យអ្នកនរគ្នាបដោតសំខាន់ទៅលើ Leomon ដែលយើងត្រូវតែពាក់ synergy Bruiser ឲ្យគាត់ហើយហូបដូចខ្ញុំពាក់ synergy ហ្នឹងមិនមែនតែយើងយក synergy មកទេព្រោះគឺយើងអស់ synergy ទៅឲ្យ Leomon ហ្នឹងឡើង synergy បន្ថែមមួយទៀតគឺជា synergy Bruiser ក្នុងលក្ខខណ្ឌដែលយើងហូបបាន Bruiser ចំនួន2យើងអាចយក Bruiser ហ្នឹងទៅដាក់លើ Leomon មួយជាមួយនឹង Alpha មួយទៀតដើម្បីធ្វើឲ្យវាកាន់តែខ្លាំងតែបើសិនជាយើងហូបបាន Bruiser ជាមួយ Weapon Master យើងដាក់ Bruiser លើ Leomon ដដែលក៏ប៉ុន្តែ Weapon Master យើងដូរដាក់ឲ្យលើបាដាងវិញក្នុងលក្ខខណ្ឌដែលវា enhance ទៅលើ Visana ដូចគ្នាគឺយើងត្រូវហៅ synergy Stargazer ឲ្យ Visana តែបើក្នុងលក្ខខណ្ឌដែលយើងហូបបាន synergy mate យើងត្រូវយក hero ដែលមាន synergy Stargazer យកមកបន្ថែម synergy mate ឲ្យវាឧទាហរណ៍ដូចជា Aurora Lunok អីពេលដែល hero Stargazer ទទួលបាន synergy mate វាធ្វើឲ្យបញ្ចេញ skill កាន់តែលឿនហើយវាយកាន់តែឈឺI'm bound by nothing, be it family or destiny.